ការរំភេទបានមួយដងក្នុងមួយសប្តាហ៍ធ្វើឲ្យជីវិតដៃគូរបស់យើងទាំងពីរនាក់កាន់តែមានអាយុកាន់តែវែងការរំភេទជាផ្នែកមួយនៃទំនាក់ទំនងជិតស្និទ្ធនិងការស្រឡាញ់ពាក់ព័ន្ធនឹងបញ្ហានេះការសិក្សាមួយរកឃើញថាការរំភេទមួយដងក្នុងមួយសប្តាហ៍ជួយបង្កើនអត្រារស់កាន់តែយូររហូតដល់37%ការសិក្សានេះធ្វើឡើងលើបុរសនិងស្ត្រីជនជាតិអ៊ីស្រាអែលចំនួន1120នាក់អាយុក្រោម65ឆ្នាំដោយចំណាយពេល22ឆ្នាំការសិក្សាបង្ហាញថាការរំភេទជួយបង្កើនអត្រារស់មុនមានបញ្ហាគៀងបេះដូងប៉ុន្តែកត្តាកាន់តែសំខាន់គឺភាពញឹកញាប់នៃការរំភេទក្រោយមានបញ្ហាគៀងបេះដូងលទ្ធផលបញ្ជាក់ថាក្រោយមានបញ្ហាគៀងបេះដូងអ្នករំភេទលើសមួយដងក្នុងមួយសប្តាហ៍មានអត្រារស់33%អ្នករំភេទតិចជាងមួយសប្តាហ៍ក្នុងមួយដងមានអត្រារស់28%និងអ្នករំភេទមួយដងក្នុងមួយសប្តាហ៍មានអត្រារស់រហូតដល់37%ចំណែកអ្នកពុំមានសកម្មភាពផ្លូវភេទទំនងមានសម្ពាធឈាមខ្ពស់ជាតិខូលេស្តេរ៉ុលខ្ពស់ទឹកនោមផ្អែមនិងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀតបើធៀបជាមួយនឹងអ្នករំភេទមួយដងក្នុងមួយសប្តាហ៍លោក Yair Geber សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Tel Aviv របស់អ៊ីស្រាអែលបានបញ្ជាក់ថាវាអាចដោយសារសកម្មភាពផ្លូវភេទញឹកញាប់នាំឲ្យមានការប្រែប្រួលជីវសាស្ត្រដែលអាចជួយឲ្យមនុស្សកាន់តែរស់នៅបានយូរការរំភេទពាក់ព័ន្ធជាមួយបណ្ដុំកាន់តែវែងនៅក្នុងចុងក្រូម៉ូសូមហៅថា telomeres ដែលវាទំនងរួញតូចតាមអាយុនិងការឆ្លើយតបជាមួយបញ្ហា stress ថែមទៀតផង telomeres កាន់តែវែងពាក់ព័ន្ធជាមួយអាយុកាន់តែវែងចំណែកលោក Andrew Steptos សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University College London បានបញ្ជាក់ថាមិនគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់នោះទេដោយសារមនុស្សដែលមានសកម្មភាពផ្លូវភេទទំនងស្ថិតនៅក្នុងទំនាក់ទំនងល្អនៅក្មេងនិងមានសុខភាពល្អថែមទៀតផង។